នៅក្នុងអត្ថបទនេះនឹងអាប់ដេតជូនបងប្អូនអំពីភាពតានតឹងដែលសៀមចេះតែរករឿងលោកហ៊ុនសែនមើលទៅបើលោកហ៊ុនសែនទ្រាំមិនបានទេពីព្រោះលោកហ៊ុនសែនបានត្រៀមលក្ខណៈស្រេចយកមាសទៅទុកនៅស្រុកចិនដើម្បីដូចជាបើកបេឡាមួយសម្រាប់បើកគ្រាប់នឹងអាវុធធុនធ្ងន់យកមកវាយសៀមឲ្យកពិតតែម្ដងមើលទៅដូច្នេះហើយយើងចាំមើលតទៅទៀតចំណែកឯប្រតិកម្មរបស់លោកអាន់វ៉ាអេប៊្រាហាំហាក់ដូចជាកំពុងតែអត់មានថ្មិញយើងចាំមើលតើសៀមវាប្រើឧបាយកលរបៀបម៉េចទៀតដើម្បីបញ្ឆេះបញ្ហានេះនៅក្នុងថ្ងៃទី11នៅថ្ងៃទី11ខែនៅថ្ងៃទី11ខែវិច្ឆិកានេះថៃបានបញ្ចេញសកម្មភាពថ្មីបង្កចំនួនជាមួយកម្ពុជាហើយវាបាននិយាយថាវាមិនខ្វល់នឹងរាយការណ៍វាមិនខ្វល់នឹងរាយការណ៍ឲ្យសហរដ្ឋអាមេរិកអីទេដូច្នេះហើយលោកហ៊ុនសែនក៏មានឧបាយកលរបស់លោកស្រាច់គឺយកមាសទៅទុកស្រុកចិនដាក់ផុកវាយអាសៀមនឹងឲ្យបះជើងម្ដងបងប្អូនគិតយ៉ាងម៉េចដែរច្បាស់ជាស្រែកហូរកញ្ជ្រៀវនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រទេសជាតិមានកូនប្រុសដ៏អង្អាចក្លាហានគឺសម្ដេចតេជោហ៊ុនសែនពូជចាប់ជាតិពងវងត្រកូលស្ដេចកនណាដាក់ផុកសិតតមាសវាយមួយហ្មងវាយកពិឲ្យចេញកប៉ោងណាមានសពក្របផ្លោងគ្រប់ប្រភេទណាពេលដកគ្របដាក់តែស្បូវក្នុងនឹងទេអានាងស្អីនៅតាមព្រំដែនហើយស្រាច់ដូច្នេះហើយគឺតាហ៊ានហក់មកត្រូវហើយអាកូនឯងស៊ីកាពិអញស៊ីប្រហុកឆ្ងាញ់ជាងកាពិសាកមើលត្រូវឥឡូវហ្នឹងដូច្នេះក្រោមការដឹកនាំដ៏អង្អាចក្លាហាននៃសម្ដេចតេជោធិបតីណាម្ចាស់លើវង្កត់បុរីដែលមានប្រជាប្រិយនិងអស្ចារ្យលើលោកម្ដងនេះណាម្ដងនេះគឺកាពិច្បាស់ជាគិតខុសតែហ៊ានផ្ដេសផ្ដាស់នឹងទឹកជន់ផងភ្លៀងធ្លាក់ផងណាហ៊ានមកប៉ះជាមួយវង្កត់បុរីនៅក្រោមអធិបតីស្រីតេជោពូជពងវងស្ដេចកនណាដែលជាកូនប្រុសនៅក្នុងពន្លឺដួងខែណាមិនងាយទេអាកូនអើយដាក់មាសរាប់រយតោនទុកហើយស្រាច់ណាដាក់មាសរាប់រយតោនសុទ្ធហើយស្រាច់គឺអត់មានបបាក់អីណាវេលុយវេអីបងថ្លៃគ្រាប់ថ្លៃអីទេគឺដាក់មាសហើយស្រាច់តែហ៊ានហក់មកត្រូវហើយ54តោនបើសិនជាកាពិហ៊ានហក់ជាមួយយក54តោនដាក់ផុកវាយឲ្យប៉ោងខោវិញដំបូងហ៊ានជួបតែជាមួយនឹងតាហ៊ានអត់ពាក់ស្បែកជើងទេឥឡូវលើកក្រោយនេះតាហ៊ានជិះសត្វដ្រូនត្រៀមលក្ខណៈឲ្យស្ដេចណាអាកថាកាន់ច័ន្ទសផលចេញរូបភាពផ្កាយរណបឲ្យស្ដេចថាមានផោះតាងគ្រប់គ្រាន់ដែលសៀមវាប្រើល្បិចកលខ្មៅកខ្វក់បានលោបលួចចូលទៅដាក់មីននៅទីតាំងឲ្យគ្នាវាជន់ដូច្នេះហើយកើតទុកមិនសក់ចិត្តធំ
អត់មានញ៉ៃញ៉ៃជាមួយទេណាស្ងាត់តែមិននៅស្ងៀមណាស្ងាត់តែមិននៅស្ងៀមទេអាអូនដូច្នេះអាអូនឯងប្រឹងទៅព្រួយអានាងណាគេហៅថាសៀមកុំអាលអកម្ពុជាកុំអាលភ័យណានៅក្រោមថ្វីដៃជោគជ័យនៃសម្ដេចតេជោមិនអីណាពាក់អាវសង់ត្រេតឹងដកដង្ហើមមិនរួចទេអូនយុទ្ធជនជើងចាស់វាយយួនឆ្លៀនពេលរហូតដល់យួនធ្វើម្ចាស់យុទ្ធជនជើងចាស់វាយខ្មែរឡើងរៀបអានាងអត់ដឹងអីសោះចេះមកឯងស្អីរុញកែងដៃហ៊ុនសែននេះអត់បានទេអត់បានទេណាមួយមានសេនាដៃឯកអាស្ដាំឈ្មោះវាអភ័យវណ្ណៈអាឆ្វេងឈ្មោះវាអាសានប៊ុនធឿនអាហ្នឹងយកតាដបកវែងសៀមហ្នឹងសៀមបាក់បបខ្ចប់ខ្ចាត់ខ្ចាយបាក់តបរត់រាយមាយពីពេញព្រះនគរលិចលង់ក្នុងសមុទ្រអស់គ្មានសល់ទេមិនបាច់ស្អីច្រើនទេគ្រាន់តែសេនាដៃស្ដាំអភ័យវណ្ណៈមួយសេនាដៃឆ្វេងអាសានប៊ុនធឿនមួយយកដបកវែងសៀមណាសៀមចាញ់បាត់ទៅហើយសៀមចាញ់បាត់ទៅហើយកុំលេងជាមួយខុនលួងព្រះស្ដេចកនចុះហេតុដូចម្ដេចបានខ្ញុំមិនផ្សាយអញ្ចឹងពីព្រោះទុកទឹកចុងក្រោយទុកទឹកចុងក្រោយឲ្យសៀមវាកញ្ចោចបន្តិចចាំឲ្យដាក់មួយបដើមអត់បានទេនាងមេ54តោនអញ្ញតកក់ចិនឲ្យស្រាច់ចិនប្រាប់ថាបើកតាមចិត្តតាំងពីតៅហ៊ូចំយងកាលក៏បានដែរនេះបានពិតជាមិត្តដៃថែបនេះហើយជាមិត្តដៃថែបនោះមិនធម្មតាមិនធម្មតាណាមិនធម្មតាមិនធម្មតាព្រឹត្តិការណ៍ដែលកំពុងតែរន្ទឺពេញមេឃរន្ទឺពេញដីស្រុករស់ក្រោមដែកជោជ័យយកមាសចាញ់ច្បាំងកុំច្រឡំមិនធម្មតាទេមិនធម្មតាទេឃើញស្ងាត់ណាស្មានតែនៅស្ងៀមប្រាប់ហើយថាស្ងាត់មិនស្ងៀមទេណាប្រាប់ថាស្ងាត់ហើយមិនស្ងៀមទេអូនកុំញ៉ៃញ៉ៃណាមេ54តោនប្រងព្រៀបជាស្នាច់បើកពេលណាក៏បានដែរអានឹងអញ្ចឹងណាបងប្អូនមិនធម្មតាមិនធម្មតាបាទមិនធម្មតាមិនធម្មតាឡើយនេះនៅវេលាថ្ងៃនេះអនុទិនចានវិរៈគុណបានទៅយំស្បែបនៅចំពោះមុខទាហានថៃដែលរងរបួសដេកពេទ្យណាអនុទិនគេសម្ដែងគេធ្វើជាស្រក់ទឹកភ្នែកស្រក់ទឹកនេត្រាឈឺចាប់ខ្លោចផ្សានិងដែលចូលសែនវាយដែលចូលសែនមានវាយណាកប់តាមីនណាឯងមកណាដាច់អស់មានសល់ទេណាដាច់អស់មានសល់ទេអូខេដាច់អស់មានសល់ឲ្យតែមកឯងមិនទាន់ដឹងនេះគឺជាចំណុចដ៏សំខាន់នៃស្ថានភាពដែលកំពុងវិវត្តឡើងក្តៅបាទនេះគឺជាស្ថានភាពដែលកំពុងតែវិវត្តឡើងក្តៅណាបងប្អូនបាទអត់បានទេអត់បានអញ្ចឹងហ្មងកាលពី1ម៉ោងមុននេះ
ការផ្សាយចេញពីថៃឡង់បន្តរករឿងលោកហ៊ុនសែនតទៅទៀតឥឡូវមើលសម្ដេចហ៊ុនសែនម្ដងតើមានអីកាលពី2ម៉ោងមុននៅក្នុងទំព័រ Facebook របស់សម្ដេចហ៊ុនសែនបានបង្ហាញភាពស្ងប់ស្ងៀមនិងនួជាខ្លាំងប្រទេសកម្ពុជាអបអរសាទរនិងឯករាជ្យភាពនៃប្រទេសដែលមានជាង70ឆ្នាំមកហើយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ស្ដេចយាងដែលមានការហែហោមពីសេនាបតីស្រីស្រឹងគាគណៈរដ្ឋមន្ត្រីនៃរាជការកម្ពុជាមានសម្ដេចហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងសមាជិកមន្ត្រីជាន់ខ្ពស់ទាំងឡាយបានដង្ហែតាមព្រះអង្គព្រះមហាក្សត្រស្ដេចយាងទៅវិមានឯករាជ្យដើម្បីនឹងធ្វើពិធីពន្លត់ភ្លើងជ័យកម្ពុជាបង្ហាញភាពប្រក្តីនិងមិនមានការភ័យខ្លាចអ្វីឡើយចំពោះការគំរាមកំហែងដែលអត់ធ្មេញដោយពួកកាពិអន្តរថៃចង់សាកថ្វីដៃជាមួយស្រីតេជោគង់តាបានទេអានាងរញ៉ៃគង់តាបានទេអានាងអើយគង់តាបានទេណាអញ្ចឹងណាបងប្អូនណាហ្នឹងអញ្ចឹងណាដូច្នេះហើយណាបកូនណាលោកយាងទៅវាំងវិញណាយកយាងទៅវាំងវិញហើយក៏ផ្សាយចេញទូទាំងប្រទេសនៅថ្ងៃ11វិច្ឆិកាស្ដេចយាងពន្លត់ភ្លើងជ័យនៅឯវិមានឯករាជ្យដែលមានការដង្ហែពីគណៈរដ្ឋមន្ត្រីនៃរាជការព្រមទាំងអង្គការដឹកនាំជាតិទាំងអស់រួមទាំងសម្ដេចតេជោហ៊ុនសែនផងអញ្ចឹងសម្ដេចហ៊ុនសែនបានបង្ហាញឲ្យច្បាស់ថាអត់មានព្រឺរោមនិងសៀមការពិកំពុងតែគំរាមកំហែងណាមកលើប្រទេសកម្ពុជាទេមេះត្រៀមឲ្យស្រេចយកទៅស្រុកចិនអានាងដែលរញ៉ៃត្រូវអញ្ចឹងចាំមើលនេះគឺជាអាប់ដេតចុងក្រោយថ្ងៃនេះចំណែករឿងស្អីដែលសៀមវានិយាយអត់ប្រយោជន៍ទេបាទអត់ប្រយោជន៍ទេនៅខាងខ្ញុំឯនេះអាកាសធាតុត្រជាក់ជាងមុននៅសូវព្យាករណ៍ថាឆ្នាំនេះអាចមានទឹកកកធ្លាក់ច្រើនណាព្រឹកមិញក៏រៀបចំគិតគូរត្រៀមអំបិលទុកបាទមានទឹកកកធ្លាក់ច្រើនតើត្រៀមអំបិលទុកហើយត្រៀមលក្ខណៈឲ្យហើយចំពោះម៉ាស៊ីនជោគព្រិលជោគអីផងអញ្ចឹងនៅខាងខ្ញុំឯនេះមកទល់នឹងយប់មិញរឿង shutdown បាត់រដ្ឋាភិបាលសហព័ន្ធមិនទាន់ដោះស្រាយរួចទេចាំមើលដល់ថ្ងៃស្អែកចុងបញ្ចប់តើចេញរួចយ៉ាងណាបច្ចុប្បន្ននេះសមាជិករដ្ឋសភាដែលចាក់ចេញទៅតាមរដ្ឋរៀងៗខ្លួនកំពុងតែធ្វើដំណើរត្រឡប់មករដ្ឋធានី Washington វិញ